មានអីបងប្អូនមើលសភៅគ្រប់បន្ទាន់ចំ quote នៅកន្លែងបច្ចុប្បន្នគឺតើបច្ចុប្បន្ននេះគេធ្វើយ៉ាងម៉េចចឹងយើងមើលចំណុចត្រង់បច្ចុប្បន្នតើបច្ចុប្បន្នមានន័យយ៉ាងម៉េចចឹងនៅក្នុងក្រមទេវវិធីព្រហ្មទណ្ឌហ្នឹងវានិយាយពីបច្ចុប្បន្នគឺជានីតិវិធីរវាងរដ្ឋនិងរដ្ឋដើម្បីស្នើសុំបុគ្គលណាម្នាក់មករំទាលទោសឬក៏អនុវត្តទោសនៅក្នុងរដ្ឋរបស់ខ្លួនហើយយមន័យបច្ចុប្បន្នណាបងប្អូនដើម្បីឲ្យងាយស្រួលនៅខ្លឹមសារនៃបច្ចុប្បន្នយើងត្រូវយល់ពាក្យរដ្ឋពាក្យថារដ្ឋធ្វើសំណើគឺរដ្ឋធ្វើសំណើគឺរដ្ឋបរទេសដែលស្នើសុំធ្វើបច្ចុប្បន្នអនិច្ចជនបរទេសបុគ្គលដែលគេទាមទារគឺអនិច្ចជនបរទេសដែលស្នាក់នៅលើដែនដីនៃប្រជាណាចក្រកម្ពុជានិងជាកម្មវត្ថុនៃពាក្យសុំធ្វើបច្ចុប្បន្ននៅក្នុងការធ្វើបច្ចុប្បន្ននេះគឺជាសមត្ថកិច្ចរបស់សភាស៊ើបសួរសាលាតោដែលរួមមានតួនាទីដល់យោបល់លើបច្ចុប្បន្នស្នើសុំរដ្ឋបរទេសណាមួយអាចជាយោបល់ព្រមយល់ព្រមនិងយល់ព្រមគ្នាមួយដែលអាចសំទោសនឹងច្រឡំបន្តិចនៅក្នុងករណីយល់ព្រមរដ្ឋាភិបាលអាចធ្វើបច្ចុប្បន្នជនបរទេសណាម្នាក់ដែលរស់នៅលើទឹកដីកម្ពុជាឲ្យទៅរដ្ឋមួយទៀតដែលស្នើសុំក្នុងករណីដែលមិនយល់ព្រមក្នុងករណីយល់ព្រមរដ្ឋាភិបាលមិនអាចធ្វើបច្ចុប្បន្នបានទេពិនិត្យនិយត្តភាពនៃបច្ចុប្បន្ននិយត្តភាពមានពាក្យមានន័យមិនមានន័យថាពាក្យត្រឹមត្រូវតាមច្បាប់និយត្តភាពភាសាច្បាប់ដែលស្នើសុំដោយប្រជាណាចក្រកម្ពុជាទៅរដ្ឋបរទេសដែលបញ្ជូនបុគ្គលណាម្នាក់មកកម្ពុជាដើម្បីធ្វើការប្រន្ទាទោសឬអនុវត្តទោសតាមច្បាប់កម្ពុជាបច្ចុប្បន្នអនិច្ចជនបរទេសត្រូវអនុវត្តតាមសន្ធិសញ្ញានិងអនុសញ្ញាជាតិប្រសិនបើមាននៅអនុសញ្ញាអន្តរជាតិសំទោសអនុសញ្ញាអន្តរជាតិនៅក្នុងករណីគ្មានសន្ធិសញ្ញាអនុសញ្ញាអន្តរជាតិត្រូវយកក្រមនីតិវិធីព្រហ្មទណ្ឌមកអនុវត្តលើកលែងតែបញ្ញត្តិពិសេសនៅក្នុងច្បាប់ផ្សេងជាមួយលក្ខខណ្ឌនៃបច្ចុប្បន្នលក្ខខណ្ឌដែលអាចធ្វើបច្ចុប្បន្នបានជាមួយលក្ខខណ្ឌតាក់ទិនទៅនឹងអំពើបច្ចុប្បន្នអាចធ្វើទៅបានលុះត្រាតែអំពើត្រូវចាត់ប្រកាន់ទៅលើបុគ្គលដែលគេទាមទារនោះជាបទល្មើសតាមច្បាប់របស់រដ្ឋធ្វើសំណើផងនិងជាបទល្មើសតាមច្បាប់កម្ពុជាផង
បើទោះបីជាប្រភេទបទល្មើសមិនដូចគ្នាក្តីឬឈ្មោះបទល្មើសការប្រើបច្ចេកសព្ទនិងនិយមន័យការកំណត់បទល្មើសមិនដូចគ្នាក្តីធៀបផ្សំបទល្មើសនៃច្បាប់របស់រដ្ឋទាំងពីរខុសគ្នាយ៉ាងណាក៏ដោយហើយលុះត្រាណាតែអំពើនោះជាបទល្មើសនៃនីតិរួមគ្មានលក្ខណៈនយោបាយលក្ខខណ្ឌដែលតេតិនទៅនឹងទោសពន្ធនាគារបច្ចុប្បន្នអាចធ្វើទៅបានលុះត្រាតែមានអំពើចោទប្រកាន់ទៅលើបុគ្គលដែលគេទាមទារព្រមទាំងទោសយ៉ាងតិចស្មើទៅនឹង2ឆ្នាំតាមច្បាប់រដ្ឋធ្វើសំណើឬប្រសិនបើតុលាការនៃរដ្ឋធ្វើសំណើបានផ្ដន្ទាទោសคล้ายទៅស្ថាពរយ៉ាងតិចស្មើនឹង6ខែបើទោះបីជាទោសដែលបានកំណត់ដោយច្បាប់មានទរវិធីប្រមាណក៏ដោយសូមមើលឧទាហរណ៍លោកកហ្នឹងជាជនជាតិចិនអញ្ចឹងឧទាហរណ៍បានប្រព្រឹត្តបទល្មើសនៅប្រទេសចិនរួចរត់មកនៅក្នុងប្រទេសកម្ពុជាតាមច្បាប់ប្រទេសចិនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ3ឆ្នាំទៅ10ឆ្នាំដូច្នេះប្រជាជនកម្ពុជាអាចធ្វើបច្ចុប្បន្នបញ្ជូនលោកកទៅចិនវិញបានប្រសិនបើមានការស្នើសុំឧទាហរណ៍មួយទៀតលោកកដដែលជាជនជាតិចិនបានប្រព្រឹត្តបទល្មើសនៅប្រទេសចិនហើយរត់មករស់នៅប្រទេសកម្ពុជាតាមច្បាប់ប្រទេសចិនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ2ខែទៅ2ឆ្នាំក្រោយមកតុលាការប្រទេសចិនបានជំនុំជម្រះផ្ដន្ទាទោសលោកកដាក់ពន្ធនាគារ7ខែហើយសេចក្តីសម្រេចនេះคล้ายទៅជាស្ថាពរដូច្នេះប្រជាជនកម្ពុជាអាចធ្វើបច្ចុប្បន្នបញ្ជូនលោកកឲ្យទៅប្រទេសចិនវិញបានបើសិនមានការស្នើសុំលក្ខណៈទី3ជាមួយលក្ខខណ្ឌតេតិនទៅនឹងកន្លែងប្រព្រឹត្តបទល្មើសប្រសិនបើបុគ្គលដែលគេទាមទារបានប្រព្រឹត្តបទល្មើសនៅក្រៅដែនដីនៃរដ្ឋធ្វើសំណើបច្ចុប្បន្នអាចធ្វើលុត្រាតែបុគ្គលនោះមានសញ្ជាតិរបស់រដ្ឋធ្វើសំណើឧទាហរណ៍លោកកជាជនជាតិចិនបានប្រព្រឹត្តបទល្មើសនៅប្រទេសថៃរួចរត់មកក្នុងប្រទេសកម្ពុជាប្រទេសចិនក៏អាចស្នើសុំធ្វើបច្ចុប្បន្នមកកម្ពុជាក្នុងករណីដែលប្រទេសកម្ពុជាអាចធ្វើបច្ចុប្បន្នបានប្រសិនបើបុគ្គលដែលគេទាមទារប្រព្រឹត្តបទល្មើសនៅក្នុងដែនដីរដ្ឋធ្វើសំណើបច្ចុប្បន្នក៏អាចធ្វើទៅបានដែរទោះបីបុគ្គលនោះមិនមានសញ្ជាតិរបស់រដ្ឋធ្វើសំណើក៏ដោយជាឧទាហរណ៍លោកកជាជនជាតិឡាវទៅអញ្ចឹងបើប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសចិនរត់មកប្រទេសកម្ពុជាប្រទេសចិនអាចសុំស្នើធ្វើបច្ចុប្បន្នមកកម្ពុជាក្នុងករណីដែលប្រទេសកម្ពុជាអាចធ្វើបច្ចុប្បន្នបានជាលក្ខខណ្ឌតទៅទៀតលក្ខខណ្ឌតេតិនទៅនឹងពាក្យសុំបច្ចុប្បន្នអាចធ្វើទៅបានលុះត្រាតែរដ្ឋសំណើនោះសន្យាថានឹងធ្វើការចាត់ប្រកាន់បទល្មើសណាមួយផ្សេងក្រៅពីបទល្មើសនៅក្នុងពាក្យស្នើសុំធ្វើបច្ចុប្បន្ននោះ
ហើយកាលណាបាត់ល្មើសនោះបានប្រព្រឹត្តមុនពេលចាប់ខ្លួនបុគ្គលនោះដែលគេទាមទារក៏ប៉ុន្តែការចោទប្រកាន់បន្ថែមអាចធ្វើទៅបានលុះត្រាតែមានការយល់ព្រមពីប្រជាជនកម្ពុជាតែត្រូវមានពាក្យស្នើសុំបន្ថែមសមុទ្រទីហោទៀតប្រទេសចិនបានស្នើសុំបស្សបណ្ណលោកវិជាទីហោទៀតពីប្រទេសកម្ពុជាដោយចោទប្រកាន់ពីបទឃាតកម្មដូច្នេះប្រទេសចិនមិនអាចចោទប្រកាន់បន្ថែមលើលោកកពីបទលួចទេក៏ប៉ុន្តែប្រទេសចិនអាចចោទប្រកាន់ពីបទលួចបានដោយធ្វើពាក្យសុំបន្ថែមនៅមានការយល់ព្រមពីប្រទេសកម្ពុជាលក្ខខណ្ឌដែលមិនអាចធ្វើបស្សបណ្ណបានជាមួយចំណុចនេះសំខាន់លក្ខខណ្ឌដែលមិនអាចធ្វើបស្សបណ្ណបានក្នុងករណីថាមានរឿងខ្លះយើងមិនអាចធ្វើបច្ចុប្បន្នមនុស្សឲ្យទៅប្រទេសគេបានទេព្រោះវាមានច្បាប់របស់ប្រទេសមួយកំណត់ដែរអញ្ចឹងយើងទៅមួយចំណុចថាលក្ខខណ្ឌដែលមិនអាចធ្វើបច្ចុប្បន្នជាការពិតណាក្នុងការធ្វើបច្ចុប្បន្នមានការស្នើពីប្រទេសសម័យសុំពលរដ្ឋសុំបុគ្គលដែលប្រព្រឹត្តបទល្មើសហ្នឹងសុំទៅអនុវត្តទុននៅស្រុករបស់គេក៏ប៉ុន្តែមានលក្ខខណ្ឌដែលត្រូវចាំបាច់ដែលត្រូវមិនអាចអនុញ្ញាតបានដែរទៅចឹងនេះវាយោងតាមច្បាប់លក្ខខណ្ឌដែលមិនអាចធ្វើបច្ចុប្បន្នបានមានន័យថាមិនបើកសិទ្ធឲ្យទេចឹងយើងមើលជាគោលការណ៍ប្រទេសនីមួយៗមិនអាចធ្វើបច្ចុប្បន្នប្រជាពលរដ្ឋរបស់ខ្លួនទៅរដ្ឋបរទេសបាននោះទេដោយផ្អែកទៅលើរដ្ឋធម្មនុញ្ញនៃប្រជាជនកម្ពុជាមិនធ្វើបច្ចុប្បន្នពលរដ្ឋរបស់ខ្លួនទៅប្រទេសដែលបានប្រព្រឹត្តបទល្មើសនៅលើដែនដីរដ្ឋបរទេសឲ្យទៅបរទេសបានទេនេះចំណុចសំខាន់ទៀតហើយនេះចំណុចសំខាន់ក៏ប៉ុន្តែមិនឲ្យជននោះរួចខ្លួនបានដែរគឺត្រូវប្រន់ទាទោសទៅតាមច្បាប់របស់កម្ពុជាក្នុងករណីប្រជាជាតិកម្ពុជាបានស្នើសុំធ្វើរដ្ឋបរទេសដល់ផតតាំងមកឲ្យដើម្បីដំណើរការនីតិវិធីរបស់ខ្លួនឧទាហរណ៍ជាឧទាហរណ៍លោកកខ្មែរបើប្រព្រឹត្តបទល្មើសនៅប្រទេសចិនឬរត់មកប្រទេសកម្ពុជាបើប្រទេសចិនស្នើសុំបច្ចុប្បន្ននោះប្រទេសកម្ពុជាមិនអាចធ្វើបច្ចុប្បន្នបានទេក៏ប៉ុន្តែលោកកត្រូវបានផ្ដន់ទាទោសទៅតាមច្បាប់របស់ប្រទេសកម្ពុជាលក្ខខណ្ឌបន្តទៅទៀតលក្ខខណ្ឌតទៅនឹងអំពើយល់អំពើវិញអំពើមានន័យថាបុគ្គលយើងនឹងប្រព្រឹត្តអំពើអីដែលជាខ្លួនយើងបានធ្វើអំពើមានពីរយ៉ាងអំពើល្អនិងអំពើអាក្រក់កម្មក៏ចឹងដែរពាក្យថាកម្មហ្នឹងគឺពេលថាអំពើក៏ប៉ុន្តែមានអ្នកខ្លះយល់ថាឲ្យលឺសូត្រកម្មហ្នឹងមានន័យថាមនុស្សមានកម្មហ្មងមិនមែនចឹងទេកម្មវាតន់តែគេចាត់វាបើទៅជាកម្មជាកុសលទៅមានន័យថាកម្មល្អទៅបើជាកម្មអកុសលមានន័យកម្មអាក្រក់ចឹងចាណាខ្ញុំអំពើចឹងដែរយើងត្រូវចាត់វាអំពើគឺការធ្វើប៉ុន្តែយើងគិតថាតើយើងធ្វើអ្វីដែលខុសឆ្គងអានេះអំពើនោះខុសឆ្គងហើយបើយើងធ្វើល្អវាអំពើល្អអញ្ចឹងត្រូវយល់ឲ្យបានច្បាស់ហើយជាប្រកបពីច្រើនជាទូទៅតែងតែមិនយល់តងចំណុចតកម្មឲ្យលឺសូត្រកម្មគឺបាបហ្មងគឺអំពើអាក្រក់ហ្មងមែនអញ្ចឹងទេអញ្ចឹងជាជនខ្មែរភាគច្រើនគឺមានពាក្យពេចន៍ខ្លះហ្នឹងគឺប្រើខុសហើយយល់ខុសតែម្ដងប្រើខុសយល់ខុសទៀតណាមិនទាន់មានការបកស្រាយចាប់ដើមយល់ខុសបាត់ហើយអញ្ចឹងទៅយើងត្រូវតែមើលឡើងវិញហើយ
សិក្សារៀនសូត្រឡើងវិញកុំឲ្យស្អីជាកម្មមិនចឹងទេចង់អញ្ចឹងណាអញ្ចឹងយើងចឹងមានន័យថាមនុស្សនៅតែមានចំណេះដឹងនៅតែមានកម្រិតនៅឡើយអញ្ចឹងបានយើងត្រូវតែមានការសិក្សាបន្ថែមទៅទោះបីជាចាស់ជាក្មេងហើយយើងត្រូវសិក្សាបន្ថែមអញ្ចឹងដល់ចំណុចតាក់ទងទៅនឹងអំពើយើងអំពើគឺចង់និយាយថាអីបច្ចុប្បន្នมันអាចធ្វើទៅបានកាលបើអំពើត្រូវចោទប្រកាន់នោះមានលក្ខណៈជានយោបាយចឹងវាគេឲ្យចោទប្រកាន់នេះអាចទូតអាចតាក់ទងគ្នាអញ្ចឹងទៅពាក់ព័ន្ធនឹងការនយោបាយអញ្ចឹងអំពើក៏ប៉ុន្តែមិនត្រូវចាត់ទុកថាជាបទល្មើសនយោបាយទេចំពោះអំពើហិង្សាដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សដល់ពលនភាពរាងកាយនិងសេរីភាពរបស់បុគ្គលចឹងមានន័យថាអ្នកខ្លះយើងមិនអាចប្រើពាក្យហ្នឹងយកមកបូកលបឡំជាមួយនឹងអំពើហិង្សាទេកាលណាបុគ្គលណាប្រព្រឹត្តអំពើអាក្រក់ប្រើអំពើហិង្សាឬអតីគឺមិនអាចយកលេសថាពាក្យនេះពាក្យនោះដើម្បីលេសទេព្រោះអ្នកឯងហិង្សាគឺមានន័យថាប៉ះពាល់ដល់ពលនភាពរាងកាយរបស់បុគ្គលធ្វើឲ្យការមានការជិះចាប់ហិង្សាដូចជាវាថាបត់ហិង្សាស្រាលឬបត់ហិង្សាចេតនាឬហិង្សាឬក៏បត់ហិង្សាអញ្ចឹងហិង្សាកាលណាទៅអំពើហិង្សាគឺអត់ដូចឈឺចាប់ហើយយើងឧទាហរណ៍ថាក្នុងការយើងផ្ទះគេម្ដាយផ្ទះគេម្ដាយមានតែក្នុងចិត្តឈឺចាប់ព្រោះយើងវាយម្ដាយក្នុងហិង្សាអញ្ចឹងបានច្បាប់ក៏ដូចជាធម៌ពុទ្ធសាសនាហើយក៏មិនអាចឲ្យប្រើហិង្សាទេពុទ្ធនៅក្នុងពុទ្ធសាសនាគេថាអហិង្សាគឺមិនឲ្យយើងប្រើហិង្សាទេគេអហិង្សាអញ្ចឹងក្នុងច្បាប់ក៏គេហាមដែរគេមិនឲ្យដោះស្រាយបញ្ហាឬក៏ធ្វើអីមួយដោយប្រើអំពើហិង្សាទេព្រោះបើប្រើអំពើហិង្សានៅក្នុងច្បាប់រដ្ឋវាហៅខុសនៅក្នុងច្បាប់ខំព្រំប្រទានអញ្ចឹងគឺអំពើហិង្សាគឺហាមដាច់ខាតគឺមិនឲ្យធ្វើទេទោះបីមិនក៏ឲ្យដោះស្រាយតាមសន្តិវិធីមិនចេះអញ្ចឹងនៅក្នុងច្បាប់ហើយនៅក្នុងកិច្ចការងារទាំងឡាយដែលពាក់ព័ន្ធនឹងអំពើដែលបង្កមានបទល្មើសអញ្ចឹងគេទៅហាមដាច់ខាតអញ្ចឹងអំពើដែលហិង្សាហ្នឹងគឺពាក់ព័ន្ធបទល្មើសអញ្ចឹងគេហាមវាប៉ះពាល់ទៅនឹងពួកអភិបាលកាយការរំលោភបំពានទុច្ចរិតទៅលើលិខិតដតីអញ្ចឹងគេហាមដាច់ខាតហ្នឹងហើយចុះសូមមើលបន្តទៀតយើង quote សភៅបន្តទៀតសភៅច្បាប់ដែលគេសង្ខេបមកហើយគឺจะសេបានល្អហើយងាយយល់ព្រោះច្បាប់ពិបាកយល់ទៀតអញ្ចឹងមានន័យការអ្នកដែលនីតិនិពន្ធគេអាចទៅសេបានមកងាយហើយកណាយើងមើលងាយក៏យើងអាចយល់ងាយដែរសុំទោសយ៉ាងជួយមើលលក្ខខណ្ឌតាក់ទងទៅនឹងការជំនុំជម្រះម្ដងបច្ចុប្បន្នមិនអាចធ្វើបានទេកាលបើអំពើទៅចោទប្រកាន់ប្រព្រឹត្តទៅនៅលើទឹកដីកម្ពុជាហើយត្រូវជំនុំជម្រះស្ថាពររួចហើយនៅកម្ពុជាឬការចោទប្រកាន់កំពុងប្រព្រឹត្តនៅកម្ពុជាជាឧទាហរណ៍លោកកជនជាតិចិនដែរឧទាហរណ៍នេះឧទាហរណ៍បើប្រវត្តិបទនៅកម្ពុជាក្រោយមកតុលាការកម្ពុជាបានជំនុំជម្រះស្ថាពររួចហើយស្រាប់តែប្រទេសចិនស្នើសុំបច្ចុប្បន្នលោកកនឹងទៅនៅពេលនេះចឹងនៅពេលនេះប្រទេសកម្ពុជាមិនអាចធ្វើបច្ចុប្បន្នបានទេដោយសារមូលហេតុតចំណុចថៃគាត់បានត្រូវបានតុលាការកម្ពុជាផ្ដន្ទាទោសឬក៏បានជំនុំជម្រះរួចទៅហើយគាត់មានទោសស្ថាពររួចទៅហើយនេះជាលក្ខខណ្ឌទៀតជាលក្ខខណ្ឌហើយមកបន្តទៀតលក្ខខណ្ឌតទៅនឹងការរលត់បណ្ដឹងអាជ្ញាបច្ចុប្បន្នមិនអាចធ្វើទៅបានទេកាលបើបណ្ដឹងអាជ្ញារលត់ទៅតាមច្បាប់របស់រដ្ឋសំណើមានន័យថាធម្មតាជាទូទៅបណ្ដឹងអាជ្ញាការ
កាន់ពាក់ព័ន្ធនឹងអាញាវាអាចរលត់បាននៅពេលផុតអាញាយុកាលរបស់វាអញ្ចឹងវាផុតបណ្ដឹងចឹងផុតអាញាយុកាលគឺតាមច្បាប់រដ្ឋសំណើរដ្ឋនោះគឺមានអាញាយុកាលប្រកេតដែរអញ្ចឹងវាអាចផុតអញ្ចឹងបើផុតក៏អាចថតបានដែរនឹងតើតើការរលត់បណ្ដឹងអាញាការបោអំពើដែលទៅចោទប្រកាន់បានប្រព្រឹត្តនៅលើដែនដីកម្ពុជាបច្ចុប្បន្នមិនអាចធ្វើទៅបានទេនៅក្នុងករណីដែលបណ្ដឹងអាជ្ញាត្រូវបានផុតរលត់តាមច្បាប់កម្ពុជានេះគេហៅផុតអាជ្ញាយុកាលទៀតតែផុតអាជ្ញាយុកាលគឺបណ្ដឹងអាជ្ញារលត់ហើយអាជ្ញាយុកាលមាន2យ៉ាងទៀតអាជ្ញាយុកាលនៃទោសនិងអាជ្ញាយុកាលនៃបណ្ដឹងអាជ្ញានៃបណ្ដឹងអាជ្ញាការនេះទោសគឺពាក់ព័ន្ធទៅនឹងការប្រកាសរបស់តុលាការឲ្យថាតុលាការប្រកាសទោស10ឆ្នាំយ៉ាងទៅដល់ពេលប្រកាសទោសឲ្យជននោះគាត់កិច្ចខ្លួនបាន10ឆ្នាំទៅជនគាត់មិនអាចមានន័យថាគាត់ផុតអាជ្ញាយុកាលនៃទោសឲ្យតុលាការប្រកាសហើយណាទោសហើយអាជ្ញាយុកាលនៃបទល្មើសមានបទអក្រិតបទបញ្ឈឹមនោះវាមាន15ឆ្នាំវាមាន5ឆ្នាំឧទាហរណ៍បទបញ្ឈឹម5ឆ្នាំទៅបើមនុស្សបើជនល្មើសនោះគាត់រត់គេចទៅផុតអាជ្ញាយុកាលទេរត់គេចបាន5ឆ្នាំទៅវាផុតអាជ្ញាយុកាលទៅចោទប្រកាន់ដែរអញ្ចឹងក្នុងច្បាប់នេះលោកនៅតែនិពន្ធគាត់បានទៅសេមកស្ដីពីបច្ចុប្បន្នអញ្ចឹងយើងមើលបន្តទៀតណាព្រោះនៅក្នុងនេះខ្ញុំអានខ្ញុំគាត់ដោយសារខ្ញុំចង់ចេះខ្ញុំអានទុកក្នុងហ្នឹងស្រួលយើងមើលទៅវាស្រួលជាងយើងអានទៅយើងខ្ជិលតែស្ដាប់ពេលខ្លះវាល្អដែរប៉ុន្តែជាទូទៅយើងរៀនកុំខ្ជិលដើម្បីចេះយកចំណេះជំនាញមកប្រើការយើងទៅឧស្សាហ៍អញ្ចឹងខ្ញុំអាននេះមិនមែនមានបំណងអីទេទៀតខ្ញុំគ្រាន់តែមានបំណងមួយគឺអានទុកនៅក្នុង YouTube ព្រោះខ្ញុំមាន YouTube ដើម្បីពេលណាខ្ញុំចង់រំលឹកស្ដាប់ទៅខ្ញុំយកមកស្ដាប់ហើយសូមបើកបញ្ចោទៀតលើបិទបញ្ចោចូលដល់វិញចូលដល់ឧទាហរណ៍ថាលោកកបារាំងជនជាតិបារាំងបានប្រព្រឹត្តបទល្មើសនៅប្រទេសបារាំងរត់មកនៅកម្ពុជាក្រោយមកប្រទេសបារាំងបានស្នើសុំបច្ចុប្បន្នដោយប្រទេសកម្ពុជាពិនិត្យឃើញថាតាមច្បាប់ប្រទេសបារាំងអាជ្ញាយុកាលនៃបទល្មើសអាចផុតរលត់បាត់ទៅហើយដូច្នេះប្រទេសកម្ពុជាមិនអាចធ្វើបច្ចុប្បន្នបានទេទោះបីជាច្បាប់ប្រទេសកម្ពុជាអាជ្ញាយុកាលនៃបណ្ដឹងនៃបទល្មើសមិនទាន់រលត់ក៏ដោយផ្ទុយទៅវិញបើច្បាប់ប្រទេសកម្ពុជាអាជ្ញាយុកាលនៃបទល្មើសបានផុតរលត់ទៅនោះកម្ពុជាក៏មិនអាចធ្វើបច្ចុប្បន្នលោកក៏ទៅបានដែរទោះបីតាមច្បាប់ប្រទេសបារាំងអាជ្ញាយុកាលនៃបទល្មើសមិនទាន់ផុតរលត់ក៏ដោយលក្ខខណ្ឌទៅនឹងវិស័យមនុស្សធម៌វិញចឹងបច្ចុប្បន្ននេះវាមានកលៈច្រើនទៀតកលៈច្រើនការធ្វើបញ្ជូនមនុស្សពីរដ្ឋមួយទៅរដ្ឋមួយដោយសារតែមនុស្សពុតបទល្មើសនៅក្នុងរដ្ឋមួយហើយទៅបានចាប់ដោយរដ្ឋមួយអញ្ចឹងរដ្ឋមួយអាចស្នើសុំបច្ចុប្បន្នជនជាតិរបស់គេយកទៅកាត់ទោសឬទទួលទោសនៅស្រុកគេវិញហ្នឹងវាចង់និយាយថាបច្ចុប្បន្នហ្នឹងគឺជាគោលគំនិតគឺអញ្ចឹងទៀតគឺមានន័យថាបុគ្គលម្នាក់បានប្រព្រឹត្តបទល្មើសអីមួយនៅក្នុងប្រទេសមួយអញ្ចឹងទៅអញ្ចឹងប្រទេសមួយទៀតហើយជាក៏គិតថាបុគ្គលនោះសំខាន់ឬក៏បុគ្គលនោះអាចថាទទួលទោសនៅក្នុងប្រទេសមួយនោះវាមានលក្ខណៈមួយខ្លាំងតឹងឬក៏ចង់និយាយលំបាកអញ្ចឹងទេគេអាចធ្វើបច្ចុប្បន្នសុំធ្វើបច្ចុប្បន្នយកទៅឲ្យទទួលទោសនៅខាងស្រុកគេវិញខាងរដ្ឋរបស់គេវិញបច្ចុប្បន្នទៀតខ្ញុំចង់និយាយថាអត្ថន័យវាអញ្ចឹងទេទៀតចង់និយាយថាយកមនុស្ស
ដែលប្រព្រឹត្តទោសកំហុសបទល្មើសនៅស្រុកមួយហើយស្នើសុំយកទៅស្រុកខ្លួនវិញចឹងឲ្យទៅទទួលទោសអញ្ចឹងទៅតាមនីតិវិធីរបស់ប្រទេសគេនីមួយៗទៅបច្ចុប្បន្នចឹងជាមួយលក្ខខណ្ឌពាក់ព័ន្ធទៅនឹងលក្ខខណ្ឌមនុស្សធម៌ដល់ពេលទទួលបានធ្វើបានបច្ចុប្បន្នហើយបទល្មើសដែលមានស្ថានភាពធ្ងន់ធ្ងរហើយមិនបានបញ្ជូនជននោះទៅប្រទេសវិញអាចត្រូវបានគេបានទោសប្រហារជីវិតក៏ប៉ុន្តែតុលាការបណ្ដោះអាសន្នរបស់រដ្ឋអាចស្នើសុំប្រកក្តីរបស់ប្រទេសកម្ពុជាមិនឲ្យធ្វើបច្ចុប្បន្នមិនបញ្ជូនបុគ្គលនោះទៅឲ្យរដ្ឋស្នើសុំទេបានទេក៏ប៉ុន្តែមិនឲ្យជននោះឬខ្លួនដែរគឺត្រូវសុំផ្ដន្ទាទោសទៅតាមច្បាប់កម្ពុជាទៅឧទាហរណ៍ប្រទេសបារាំងបានស្នើសុំបច្ចុប្បន្នលោកកពីប្រទេសកម្ពុជាហើយបានសំទោសហើយបើតាមច្បាប់ប្រទេសបារាំងលោកកត្រូវបានទោសប្រហារជីវិតដូច្នេះប្រទេសកម្ពុជាមិនអាចធ្វើបច្ចុប្បន្នលោកកទៅបានទេឲ្យទៅបារាំងបានទេក៏ប៉ុន្តែលោកកត្រូវបានទោសតាមច្បាប់កម្ពុជានេះជួនកាលមានការធ្វើបច្ចុប្បន្ននេះគឺកត្តាមួយល្អកត្តាខ្លះប្រទេសខ្លះមានទណ្ឌកម្មធ្ងន់ធ្ងរប្រទេសខ្លះមានទណ្ឌកម្មមិនសូវធ្ងន់ចឹងអាចខ្លឹមខ្លែងស្នើសុំទៅគឺដាក់នៅទីណាឬក៏ប្រទេសដែលនៅហ្នឹងគឺយ៉ាងម៉េចអាចមិនបញ្ជូនទៅឬអាចបញ្ជូនទៅនេះទៅតាមកិច្ចព្រមព្រៀងការចុះលុសរណៈអីចឹងទៅហើយឬក៏ស្ថិសញ្ញានុសញ្ញាអីពាក់ព័ន្ធទៅនឹងបច្ចុប្បន្ននឹងឯងអញ្ចឹងយើងមើលនីតិវិធីពាក់ព័ន្ធនីតិវិធីបច្ចុប្បន្នរដ្ឋស្នើសុំដាក់ពាក្យមកព្រះរាជាណាចក្រកម្ពុជាតាមផ្លូវទូតឬក៏ក្រសួងការបរទេសក្រសួងការបរទេសនៅក្នុងពេលសុំមានឯកសារបញ្ជាក់ភស្តុតាងរួមមានឯកសារដែលមានលក្ខណៈគ្រប់គ្រាន់នៅក្នុងការកំណត់អត្តសញ្ញាណប័ណ្ណបុគ្គលដែលគេទាមទាររបាយការណ៍ស្តីអំពីអង្គហេតុត្រូវបានចាត់ប្រកាន់លើបុគ្គលនោះអត្ថបទច្បាប់អនុវត្តទៅលើអំពើនោះនិងទោសដែលត្រូវទទួលរងលិខិតចម្លងនៃសេចក្តីសម្រេចផ្តន្ទាទោសប្រសិនបើមានឯកសារទាំងអស់ត្រូវប្រើជាភាសាខ្មែរភាសាបារាំងអង់គ្លេសហើយត្រូវចុះហត្ថលេខាបោះត្រាតាមផ្លូវការនិងមានស្ថាប័នសមសម្បត្តិអានេះតែទីលក្ខខណ្ឌជាមួយទី1ការទទួលនិងការបញ្ជូនសុំធ្វើបច្ចុប្បន្នក្រោយពីបានទទួលធ្វើសុំបច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាត្រូវបញ្ជូនពាក្យនិងលិខិតបញ្ជាក់ភស្តុតាងទៅរដ្ឋមន្ត្រីក្រសួងយុតិធម៌រដ្ឋមន្ត្រីក្រសួងយុតិធម៌ផ្ទៀងផ្ទាត់មើលនិយត្តភាពនៃពាក្យសុំនិងបញ្ជូនពាក្យនេះទៅអគ្គបរិញ្ញាអមសាឡាតូអគ្គបរិញ្ញាបានរៀបចំសំណុំរឿងដើម្បីប្តឹងទៅសភាស៊ើបសួរនៃសាឡាតូក្នុងករណីខ្លះរដ្ឋធ្វើសំណើអាចសុំចាប់ខ្លួនបណ្ដោះអាសន្ននៅបុគ្គលដែលគេទាមទារមុនបើទោះបីជាមានពាក្យស្នើសុំបច្ចុប្បន្នមិនទាន់បានធ្វើក៏ដោយដើម្បីកុំឲ្យបុគ្គលនោះលួចរត់គេចបាត់អគ្គបរិញ្ញាអមស្លាតើជាអ្នកចេញបញ្ជាឲ្យចាប់ខ្លួននិងឃុំខ្លួនបុគ្គលនោះដោយយោងពាក្យសុំចាប់ខ្លួនបណ្ដោះអាសន្នរបស់រដ្ឋបរទេសក៏ប៉ុន្តែរយៈពេល2ខែ
គិតចាប់ពីថ្ងៃចាប់ខ្លួនបើសិនបើរដ្ឋាភិបាលពុំទទួលឯកសារត្រឹមត្រូវស្ដីអំពីបច្ចុប្បន្ននោះទេបុគ្គលដែលចាប់ខ្លួនត្រូវដោះលែងឲ្យមានសេរីភាពវិញករណីចាប់ខ្លួនបុគ្គលដែលគេទាមទារត្រូវនាំទៅបង្ហាញខ្លួនរយៈពេលដ៏ខ្លីបំផុតទៅដល់ព្រះអាជ្ញាដែលមានសមត្ថកិច្ចក្នុងដែនដីដែលត្រូវឲ្យដំណឹងដល់បុគ្គលនោះអំពីបញ្ជាឲ្យចាប់ខ្លួននិងឃុំខ្លួនឲ្យទទួលចម្លើយពីបុគ្គលនោះប្រសិនបើបុគ្គលនោះចង់ផ្ដល់ចម្លើយបុគ្គលដែលគេទាមទារត្រូវទេមកឃុំខ្លួននៅពន្ធនាគារភ្នំពេញបុគ្គលនោះអាចសុំឲ្យអគ្គព្រះញ្ញាអស់ឡាពតោស្ដាប់ចម្លើយរបស់ខ្លួនបុគ្គលដែលគេទាមទារត្រូវបង្ហាញខ្លួនចំពោះមុខសភាស៊ើបសួរបុគ្គលនោះអាចត្រូវបានអមដោយមេធាវីក្រោយពីបានស្ដាប់ចម្លើយបុគ្គលនោះស្ដាប់សេចក្តីសន្និដ្ឋានសុំរបស់អគ្គព្រះញ្ញានិងស្ដាប់សេចក្តីសន្និដ្ឋានការពាររបស់មេធាវីសភាស៊ើបសួរផ្ដល់យោបល់ជាសារិកាដែលអាចមានសម្អាងហេតុយោបល់នេះអាចជាយោបល់មិនយល់ព្រមធ្វើបច្ចុប្បន្ននិងជាយោបល់យល់ព្រមធ្វើបច្ចុប្បន្នការមិនយល់ព្រមធ្វើបច្ចុប្បន្នយើងមើលថាការមិនយល់ព្រមធ្វើបច្ចុប្បន្នសភាស៊ើបសួរផ្ដល់យោបល់មតិយល់ព្រមមិនផ្ដល់យោបល់មតិព្រមប្រសិនបើយល់ឃើញថាលក្ខខណ្ឌនៃច្បាប់បច្ចុប្បន្នមិនត្រូវបានបំពេញនៅក្នុងករណីរដ្ឋាភិបាលមិនអាចអនុញ្ញាតធ្វើបច្ចុប្បន្នបានទេហើយត្រូវដោះលែងបុគ្គលដែលគេទាមទារនោះភ្លាមក្នុងករណីមានការចាប់ខ្លួនការយល់ព្រមធ្វើបច្ចុប្បន្នបើសិនបើសភាស៊ើបសួរសម្រាប់យល់ព្រមនោះរដ្ឋាភិបាលអាចធ្វើបច្ចុប្បន្នបុគ្គលដែលគេទាមទារមានសិទ្ធិប្តឹងតវ៉ានិងសេចក្តីសម្រេចរបស់តុលាការកំពូលការប្តឹងសាលទុកនៅរយៈពេល5ថ្ងៃការបើកសេចក្តីសម្រេចសារិកានោះចូលជាស្ថាពរសភាស៊ើបសួរត្រូវជូនដំណឹងភ្លាមដល់រដ្ឋមន្ត្រីក្រសួងយុតិធម៌រដ្ឋមន្ត្រីក្រសួងយុតិធម៌បញ្ជូនរឿងនោះទៅរដ្ឋាភិបាលដើម្បីចេញអនុក្រឹត្យបង្គាប់ឲ្យធ្វើបច្ចុប្បន្ននិងត្រូវជូនដំណឹងដល់រដ្ឋធ្វើសំណើដើម្បីបំពេញនីតិវិធីមកទទួលបុគ្គលនោះសហុយក្នុងការធ្វើបច្ចុប្បន្នជាបន្ទុករបស់រដ្ឋសំណើប្រសិនបើរដ្ឋសំណើមិនបានចាប់ផ្ដើមធ្វើនីតិវិធីមាតុភូមិនិវត្តន៍មិនបានបំពេញនីតិវិធីទទួលយកនៅបុគ្គលនោះក្នុងរយៈពេល30ថ្ងៃបន្ទាប់ពីជូនដំណឹងអំពីអនុក្រឹត្យបង្គាប់ឲ្យធ្វើបច្ចុប្បន្នទេបុគ្គលដែលគេទាមទារត្រូវបានដោះលែងឲ្យមានសេរីភាពវិញការស្នើធ្វើបច្ចុប្បន្នដោយប្រជាជាតិកម្ពុជាទៅរដ្ឋបរទេសក្នុងករណីរដ្ឋបរទេសបញ្ជូនបុគ្គលតាមការស្នើសុំធ្វើបច្ចុប្បន្នរបស់ប្រជាជាតិកម្ពុជាបុគ្គលនេះអាចប្តឹងសុំមុខភាពនៃនីតិវិធីរបស់រដ្ឋបរទេសនៅក្នុងរយៈពេល15ថ្ងៃគិតពីថ្ងៃមកដល់ប្រជាជាតិកម្ពុជាទៅសភាស៊ើបសួរនៅសាលាតោដើម្បីឲ្យពិនិត្យនៅនិយត្តភាពត្រូវទៅតាមច្បាប់បាទប្រសិនបើសភាស៊ើបសួរចាត់ទុកជាមុខៈនៅនីតិវិធីបច្ចុប្បន្នរបស់រដ្ឋបរទេសបុគ្គលនោះត្រូវដោះលែងឲ្យមានសេរីភាពវិញនិងមានលទ្ធភាពអាចចាក់ចេញ
ដោយសេរីពីដែនដីកម្ពុជាក៏ប៉ុន្តែនៅពេលដែលផុត30ថ្ងៃគិតចាប់ថ្ងៃដោះលែងមានសេរីភាពបុគ្គលដែលត្រូវបានធ្វើបច្ចុប្បន្នអាចត្រូវបានគេចាប់ខ្លួនម្ដងទៀតនៅលើដែនដីកម្ពុជានិងត្រូវជាកម្មវត្ថុនៃនីតិវិធីចាត់ប្រកាន់ជាថ្មីចំពោះអំពើដែលបានធ្វើការធ្វើបច្ចុប្បន្នបុគ្គលិកនោះនៅក្នុងករណីប្រជាជនកម្ពុជាបានទទួលបច្ចុប្បន្នអនិច្ចជនបរទេសហើយក្រោយមកទៀតទទួលពាក្យប្តឹងសុំឲ្យធ្វើបច្ចុប្បន្នពីរដ្ឋបរទេសណាមួយផ្សេងទៀតប្រជាជនកម្ពុជានឹងអាចយល់ព្រមតាមពាក្យបណ្ដឹងនោះបានលុះត្រាតែប្រជាជនកម្ពុជាទទួលយកព្រមពីរដ្ឋដែលប្រគល់អនិច្ចជននោះជាមុនសិនជាឧទាហរណ៍លោកកជនជាតិចិនបានប្រព្រឹត្តបទល្មើសនៅប្រទេសកម្ពុជារួចរត់ទៅនៅប្រទេសថៃប្រសិនបើប្រទេសកម្ពុជាស្នើសុំធ្វើបច្ចុប្បន្នពីប្រទេសថៃហើយថៃក៏យល់ព្រមធ្វើបច្ចុប្បន្នលោកក៏មកកម្ពុជាដែរបន្ទាប់មកប្រទេសចិនបានស្នើសុំធ្វើបច្ចុប្បន្នពីលោកក៏ពីប្រទេសកម្ពុជាវិញនៅក្នុងករណីប្រទេសកម្ពុជាអាចយល់ព្រមធ្វើបច្ចុប្បន្នបានលុះត្រាតែទទួលយល់ព្រមពីប្រទេសថៃជាមុនសិនបាទនេះជាចំណុចនៃការធ្វើបច្ចុប្បន្នអញ្ចឹងបញ្ជាក់ត្រឡប់មកវិញថាបច្ចុប្បន្ននេះគឺគេតែងតែធ្វើរវាងរដ្ឋនិងរដ្ឋដែលរដ្ឋនិងរដ្ឋចំពោះជនល្មើសដែលប្រព្រឹត្តនៅអំពើបទល្មើសណាមួយអញ្ចឹងរដ្ឋជាម្ចាស់សំណើអាចស្នើសុំពលរដ្ឋខ្លួនទៅរកខ្លួនទៅជាប់ទោសឬក៏ទៅបំដន់ទៅទោសនៅស្រុកខ្លួនវិញតែមានកត្តាខ្លះគឺមិនអាចទេគឺមិនអាចធ្វើបច្ចុប្បន្នបានអាចឲ្យជាប់ទោសនៅស្រុកសម័យដែលគាត់ប្រព្រឹត្តអំពើនឹងបានឬក៏គាត់អាចរត់មកគាត់អាចនៅនឹងបានតែគាត់អត់មិនអាចធ្វើបច្ចុប្បន្ននេះបាទសូមអរគុណមានការខុសឆ្គងអីសូមអភ័យទោសដោយសារតែនេះជាការអានខ្វងអានដើម្បីទុកគ្រាន់ជាឯកសារស្ដាប់អានពុទ្ធទននេះដើម្បីយើងទុកគ្រាន់ជាការដាស់សតិព្រមនៅយើងមិនអាចចាំពេញមួយជីវិតទេចុះវាមានឯកសារយើងអានហើយមកយើងរត់មាត់ចេះអានអក្សរទៀតបាទអញ្ចឹងសូមអរគុណមិនមែនជាមានបំណងអីខែពីការអានទុកដើម្បីស្ដាប់ដើម្បីឲ្យវាមានប្រយោជន៍មានគំនិតមានបញ្ញាឡើងវិញទេបាទសូមអរគុណបាទសូមជម្រាបលាបាយបាយ